ជំរាបសួរលោកគ្រូខ្ញុំនៅពិសិដ្ឋមកពីក្រុម SU5 ថ្ងៃនេះយើងធ្វើពី comment pipe អញ្ចឹងជាដំបូងយើងត្រូវ login ចុងមកយើងដាក់ password អញ្ចឹងបន្ទាប់ពីយើង login ចូល user បានហើយយើងដាក់មើល IP វាអញ្ចឹងយើងបាយ command IPA នៅពេលយើងបាយបាន command ហើយយើងបើក PowerShell run as administrator ដើម្បី connect ពី VMware ទៅ PowerShell របស់យើងអញ្ចឹងcommand របស់យើងបាយ SSH តមកយើងដាក់ឈ្មោះដាក់តមកយើងដាក់យើងវាយ username ហើយយើងដាក់ឈ្មោះ add 192.168.140.136 យើងវាទាមទារ by password ភាសាទៀតអញ្ចឹងពេលយើង login ក្នុង PowerShell បានហើយយើងវាយ who am I តមកមានឈ្មោះរបស់ username មួយហ្នឹងហើយតមកយើងវាយ ls ដើម្បីមើលនៅក្នុងម៉ាស៊ីនហ្នឹងមាន folder ឬក៏មាន file អីខ្លះនៅក្នុងហ្នឹងអញ្ចឹង command មួយទៀតនេះយើងវាយ ls .clear/ តមកយើងដាក់ head .3 អញ្ចឹងមានថាយើងយកតា3ពីដំបូងឯង3ណាដែលដើមគេបំផុតបន្ទាប់មក command មួយទៀតយើងវាយ nano file.txt អញ្ចឹងយើងវាយ nano.clear file.txt អញ្ចឹងដល់ពេលយើងចូលក្នុង file ហ្នឹងបានហើយអញ្ចឹងយើងអាចបន្ថែមទៀតបានយើងអាចទៅសេ line បន្ថែមទៀតអានេះខ្ញុំវាយ line 1 line 2 line 3 line 4ហើយដល់ពេលខ្ញុំបន្ថែម line មួយទៀត line 55អញ្ចឹងដើម្បី save វាបានឬក៏យើងប្រើ command write out ក៏បានដែរដែលយើងត្រូវប្រើ command shift o យើង shift o ទៅហើយ enter មកយើង save ໄວអញ្ចឹងនៅពេលដែលយើងចង់ exit វិញយើងចុច command shift x អញ្ចឹងយើង exit មកបានហើយអញ្ចឹងយើងឥឡូវយើងប្រើ command ទៀត head .3 file.txt មានថាយើងសូ3 file ឬក៏3 line ដំបូងនៅក្នុង file.txt អញ្ចឹងនេះខ្ញុំបានទៅសេ line 1 line 2 line 3អញ្ចឹងខ្ញុំសូមួយទៀតចុះដើម្បីឲ្យគ្រប់ line ដល់line ដែលខ្ញុំដាក់ថ្មីគឺ line 55ហ្នឹងអញ្ចឹងយើងដាក់ head .5 ដោយសារវានៅជួរទី5អញ្ចឹងយើងសូឲ្យវាសូមកទាំងអស់ line 1 line 2 line 3 line 4ហើយនិង line 55